បាទជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទីជិតទីឆ្ងាយជាទីរាប់អានបាទប៉ុណ្ណាពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមានមុខម្ហូបមួយមុខចង់ចែករំលែកជូនពុកម៉ែបងប្អូននិងទស្សនាលេងកំសាន្តបាទដែលវីដេអូមួយនេះខ្ញុំបាទទំនេរពីការងារបាទបានឆានៅម្ហូបមួយមុខដែលមានឈ្មោះថាឆាមឹកជាមួយនឹងបន្លែគ្រប់មុខបាទជាដំបូងឡើយខ្ញុំបានហាន់មឹករួចរាល់ហើយខ្ញុំយកមឹកមកស្ងោរបាទពុកម៉ែបងប្អូនដាំទឹកនៅក្នុងផ្ទះហើយស្ងោរស្រុះវាឲ្យវារាងឆ្អិនទៅណាពុកម៉ែបងប្អូនរួចហើយខ្ញុំក៏បាទមិនចាក់ទឹកនឹងចោលទេខ្ញុំបាទក៏ស្រុះបន្លែបាទស្រុះបន្លែឲ្យវារាងឆ្អិនដែរបាទពុកម៉ែបងប្អូនទើបពេលដែលយើងស្រុះបន្លែនេះគឺយើងត្រូវតែប្រមូលគ្រឿងប្រមូលអីចេញពីក្នុងទូយើងបំរុងឲ្យហើយបាទពុកម៉ែបងប្អូនទម្រាំដែលយើងស្រុះបន្លែរួចហើយក្រោយពីយើងស្រុះបន្លែរួចហើយខ្ញុំក៏ស្រង់បន្លែទុកមួយកណ្ដុបសិនរួចហើយខ្ញុំបាទក៏ចាប់ផ្ដើមបាទយកខ្ទះយើងហ្នឹងបាទឲ្យទុកឲ្យវារាងស្ងួតបាទគឺដើម្បីយើងចាប់ផ្ដើមឆាបាទហើយពុកម៉ែបងប្អូនឃើញហើយការស្រុះបន្លែយើងនេះគឺយើងស្រុះលៃលកយ៉ាងណាឲ្យវាល្អទៅហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទះឆាហើយបាទដាក់ឲ្យដាក់ខ្ទឹមដាក់អីហ្នឹងដើម្បីឆាទៅឲ្យខ្ទឹមហ្នឹងវារៀងក្រហមហើយឲ្យវាមានគេហៅថាក្លិនឈ្ងុយបាទរួចហើយខ្ញុំបាទក៏ចាក់មឹកយើងចូលហើយកឡុកទៅឆាទៅកវែងមកអញ្ចឹងណាពុកម៉ែបងប្អូនអធិស្ឋានបាទហើយគណៈពេលនេះកំពុងតែបែកញើសស្រស់ស្រាំហើយបាទហើយយើងនឹងក៏ត្រឡប់មកជាមួយនឹងការឆាមឹកជាមួយនឹងបន្លែគ្រប់មុខហ្នឹងក្រោយពីខ្ញុំបានឈប់បន្តិចខ្ញុំបាទក៏លើកបន្លែហ្នឹងណាក៏ចាក់ចូលប្រាំតែម្ដងបាទក្រោយពីខ្ញុំបាទបានចាក់បន្លែនៅក្នុងមឹកយើងនឹងហើយខ្ញុំបាទក៏ចាប់ផ្ដើមកូរវាទៅត្រឡប់មកបន្តទៅទៀតពុកម៉ែបងប្អូនបាទឃើញសភាពដូចនៅក្នុងនេះហើយអានេះគឺជាម្ហូបបាទសភាពបុរសហើយនឹងសភាពនារីយើងណាមិនចេះធ្វើអីយើងអាចធ្វើហូបលេងបានក្រោយពីយើងនឿយហត់ពីការងារអីចឹងណាពុកម៉ែបងប្អូនបាទក្រោយពីអញ្ចឹងហើយខ្ញុំបាទទៅយកញាប់ដៃញាប់ជើងទៅយកគ្រឿងផ្សំយកមកចាក់បាទគ្រឿងផ្សំខ្ញុំបាទចាក់ទឹកត្រីចូលខ្លះទៅបាទហើយខ្ញុំបាទក៏ចាក់គេហៅគ្រឿងប្រេងខ្យងប្រេងអីម្សៅស៊ុបមាន់បាទស្ករលាក់បាទហើយនឹងក៏ចាក់មិនដឹងថាប្រេងខ្យងនេះអស់ពីអង្ការទេបាទអញ្ចឹងក៏រត់ចូលទៅក្នុងផ្ទះទៅយកដបថ្មីយកមកចាក់បន្តដល់ថែមទៀតបាទហើយក្រោយហើយឥឡូវនេះដាក់ទៅស្ករដាក់អំបិលដាក់អីបន្ថែមទៀតណាពុកម៉ែបងប្អូនរួចហើយក៏បន្ថែមប្រេងខ្យងនេះបន្តទៅទៀតហើយខ្ញុំបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនណាចូលចិត្តញ៉ាំប៊ីចេងក៏ដាក់ប៊ីចេងទៅបាទហើយកុំគិតថាអូញ៉ាំប៊ីចេងទៅពុកឆ្អឹងពុកអីបាទមិនកុំជឿតាមពាក្យគេនិយាយអសោះបាទគេនៅលោកគ្រូពេទ្យនៅប្រទេសបារាំងគេបាននិយាយថាយើងញ៉ាំប៊ីចេងច្រើនមិនមែនមកពីពុកឆ្អឹងទេបាទញ៉ាំប៊ីចេងច្រើនគឺក៏ប៊ីចេងក៏អាចធ្វើឲ្យយើងមានសុខភាពល្អដែរបាទអញ្ចឹងកុំតែគិតបាទយើងញ៉ាំទៅអ្វីដែលយើងគិតថាដាក់ទៅវាឆ្ងាញ់បាទហើយពុកម៉ែបងប្អូនម្ហូបមួយមុខនេះដែរពុកម៉ែបងប្អូនពេលធ្វើហើយហ្នឹងយើងដាក់គ្រឿងដាក់អីហើយតាម
ទៅចំណងចំណូលចិត្តដែលពុកម៉ែបងប្អូនអំពូមីងសភាពបរិសុទ្ធភាពនារីយើងថាពេញចិត្តថាចង់បានដល់កម្រិតណាមួយដែលចង់បានហើយបាទគឺយើងយកប៉ុណ្្នឹងទៅបាទខ្ញុំនេះមកដល់ចំណុចនេះបាទនិយាយផងអីផងលេបទឹកមាត់ក្អឹកបាទហើយរួចហើយនេះភ្លក់តិចទៀតនេះបាទគឺចាប់ផ្ដើមដល់វេនភ្លក់ហើយបាទភ្លក់ឆ្ងាញ់ឬមិនឆ្ងាញ់អីចឹងណាបាទពុកម៉ែបងប្អូនបាទចំពោះខ្ញុំមិនមែនជាអ្នកចុងភៅអីដូចគេដូចឯងធ្វើមហូបបានបាទអញ្ចឹងយើងដាក់វាទៅតាមអ្វីយើងអាចទទួលយកបាននៅមាត់របស់យើងទៅបានហើយបាទពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបាទក៏បានកវែងទៀតហើយបាទកវីកវត្តបន្តទៅទៀតហើយពុកម៉ែបងប្អូនបាទព្រោះអីការដែលយើងធ្វើនេះកវីកវត្តប៉ុណ្្នឹងបាទអញ្ចឹងម្ហូបខ្ញុំមានតែប៉ុណ្្នឹង